បាទសូមជម្រាបសួរលោកលោកស្រីនាងកញ្ញាថ្ងៃនេះខ្ញុំបាទសូមនាំអស់លោកអ្នកទៅជួបជាមួយនឹងអត្ថបទព័ត៌មាននិយាយអំពីរឿងចម្លែកមួយគឺមកដល់សម័យកាលនេះទៅហើយមនុស្សនៅតែបន្តដើរជើងបួនទៅទៀតហើយនេះគឺជាការបកស្រាយរបស់អ្នកវិទ្យាសាស្ត្រទៅលើបញ្ហានៃការដើរជើងបួនរបស់មនុស្សនៅក្នុងសម័យនេះនេះគឺជាសារព័ត៌មាន DNT បានរៀបរាប់ថាមនុស្សទាំងអស់នោះគឺប្រើខ្សែជីវិតរស់នៅដូចជាមនុស្សទូទៅដែរសូម្បីតែមុខមាត់របស់ពួកគេក៏មានលក្ខណៈដូចមនុស្សធម្មតាក៏ប៉ុន្តែនៅពេលដែលគេដើរទៅណាមកណាគេច្រើនតែប្រើជើងពីរដៃពីរដើរដូចជាសត្វស្វាឈិមពេនស៊ីមានពេលតិចណាស់ដែលពួកគេក្រោកឈរដោយប្រើជើងពីរនិងមានរយៈពេលខ្លីបំផុតនៅពេលដែលគេឈរម្ដងដៃរបស់គេនឹងតោងទៅខាងមុខហើយក្បាលជង្គង់អង្គុញរួញហាក់បីដូចជាមិនអាចឈរលេតឲ្យត្រង់បានទេពួកអ្នកជំនាញដែលធ្វើដំណើរទៅពិសោធន៍មនុស្សពីណូវង្វេងយុគទាំងអស់នោះបានផ្ដល់ហេតុផលថាវាគឺជាអាការៈរោគប្រចាំពូជអម្បូរដែលគេហៅថា bipedalism ឬជាអាការៈដែលដើរជើងពីរមិនថ្នឹកពួកអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់បានសម្ដែងពីការជឿជាក់ថាអាការៈដែលកើតមានមកនេះវាបណ្ដាលមកពីការបន្តសែនឬប្រព័ន្ធពូជក្រោយពេលដែលមនុស្សមានការវិវត្តពីសត្វស្វាមកជាមនុស្សពីសត្វដែលដើរជើង4មកជាមនុស្សដែលដើរជើង2ហើយដើរដោយត្រង់ខ្លួនទៅវិញហេតុការណ៍ដោយដែលបានពោលមកនេះវាកើតមានតាំងពី4លានឆ្នាំមុនឯណោះដូច្នេះបង្កើតបាននូវក្តីមន្ទិលសង្ស័យថាសែនពីយុគបុរាណនោះវាបន្តសល់មកដល់មនុស្សយុគបច្ចុប្បន្ននេះបានយ៉ាងដូចម្តេចពួកអ្នកវិទ្យាសាស្ត្របន្តការសន្និដ្ឋានរបស់ពួកគេថាបងប្អូនទាំង5នាក់នេះអាចជាអ្នកតពូជពងពីមនុស្សយុគល្អាងឬជាសត្វពាក់កណ្ដាលមនុស្សពាក់កណ្ដាលស្វាដែលរស់នៅក្នុងល្អាងកាលពីប្រមាណឆ្នាំមុនបើយោងទៅតាមការធ្វើ MRJ scan រាងកាយដោយប្រព័ន្ធកុំព្យូទ័រគេរកឃើញថាខួរក្បាលរបស់មនុស្សពីណូវង្វេងយុគទាំងអស់នេះមានរូបរាងខុសធម្មតារួមទាំងការបំពេញតួនាទីក៏ខុសពីប្រក្រតីដែរត្រង់ចំណែកដែលខុសប្រក្រតីនោះគេហៅថា cerebellar ataxia ដែលជាចំណែកខួរក្បាលខាងក្រោមមានតួនាទីគ្រប់គ្រងលើសកម្មភាពដើរដែលចំណែកមួយនេះមិនមានទំនាក់ទំនងជាមួយនឹងខួរក្បាលដទៃទេក្រុមអ្នកវិទ្យាសាស្ត្រខ្លួនឯងក៏នៅមិនទាន់ហ៊ានសម្រេចចិត្តថាពួកមនុស្សពីណូទាំងអស់នោះបានទទួលហ្សែនពីមនុស្សពីណូឬក៏ព្រោះតែខួរក្បាលចំណែកខាងក្រោមខុសប្រក្រតីឬអត់នោះទេបើតាមការសាកសួរមនុស្សពីណូទាំង5នាក់បានប្រាប់ឲ្យដឹងថាពួកគេនៅមានសាច់ញាតិបងប្អូន4ចំនួនទៀតរួមទាំងអស់គឺ18នាក់ដែលសុទ្ធតែដើរជើង4ដូចគ្នាវិធីដើររបស់មនុស្សពីណូនេះជើងខាងក្រោយលាតត្រង់ហែកចេញពីគ្នាដើម្បីឲ្យតុល្យភាពគ្នានឹងដៃទាំងពីរខាងមុខដែលមានប្រវែងខ្លីជាងនោះដូច្នេះការដើររបស់ពួកគេចាំបាច់ត្រូវដើរដោយបាត់ដៃទាំងពីរនិងបាត់ជើងទាំងពីរក្បាលងើយឡើងទៅលើប្រសិនបើមើលពីចម្ងាយប្រៀបដូចជាដំណើរសត្វខ្លាឃ្មុំធំមួយក្បាលការប្រើដៃ2ជើង2ដើម្បីដើរនេះប្រសិនបើមនុស្សធម្មតារមែងមានការទើសទែងនិងយឺតយ៉ាវក៏ប៉ុន្តែសម្រាប់មនុស្សពីណូគេមានភាពស្ទាត់ជំនាញនិងរហ័សរហួនបំផុតរីឯការបត់ឬក៏ងាយក្រោយគេប្រើដៃទាំងពីរជាអ្នកទប់រួចហើយប្រើកម្លាំងជើងក្រោយចាក់វល់កាយដោយប្រើតែដៃមួយទប់ជាជំហរងាកបានយ៉ាងរហ័សលោកសាស្ត្រាចារ្យ Famfrey មកពីប្រទេសអាល្លឺម៉ង់បានពោលថាលក្ខណៈនៃការដើរដោយបាត់ដៃទាំងពីរសង្កត់ទៅលើផ្ទៃដីនេះវាដូចគ្នាទៅនឹងវិធីដើររបស់សត្វស្វាឈិមពេនស៊ីដែលជាមូលហេតុធ្វើឲ្យក្រចកកាន់តែរួញខ្លីក្រោយពេលក្រចករួញខ្លីការប្រើម្រាមដៃក៏កាន់តែថ្នឹកស្រួលឡើងសត្វលោកមានតែសត្វមនុស្សនិងសត្វស្វាប៉ុណ្ណោះដែលចេះប្រើការដេប៉ាក់ក្រណាត់បានគេឃើញមានទ្រឹស្ដីមួយទៀតរបស់អ្នកវិទ្យាសាស្ត្របានតាំងចំណុចសង្កេតថាអាចមានបុព្វបុរសរបស់គ្រួសារមួយនេះណាមួយកើតជំងឺ bipedalism ធ្វើឲ្យកូនចៅចំនួនក្រោយឃើញហើយក៏យកទៅប្រាប់តាមតែចំណុចនេះគេត្រូវតែធ្វើការសិក្សាស្រាវជ្រាវជាបន្តទៅទៀត